កម្ពុជាឈលលើគោលការណ៍សន្តិភាពស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃកំពុងតែតានតឹងឡើងនិងបានប៉ះពាល់ទៅកាន់ប្រជាជនស៊ីវិលរាប់ម៉ឺននាក់កងកម្លាំងប្រដាប់អាវុធកម្ពុជាកំពុងឈរជើងតស៊ូយ៉ាងសស្រាក់សស្រាំដើម្បីបន្តការពារដែនអធិបតេយ្យភាពជាមួយស្មារតីស្នេហាជាតិកម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍សន្តិភាពដោយបានជ្រើសរើសដំណោះស្រាយការទូតនិងការចរចាដោយសន្តិវិធីដើម្បីតាមដានការអនុវត្តបទជបញ្ញនិងបញ្ចប់សង្គ្រាមលោកអ្នកអញ្ញាបណ្ឌិតពងខៀវសែប្រធានក្រុមប្រឹក្សាភិបាលនៃការណាលីយ៉ាគ្រប់និង OCAC បានបរិច្ចាគថវិកាចំនួន$3 លានអាមេរិកតាមរយៈប្រធានព្រឹទ្ធសភាសម្ដេចតេជោហ៊ុនសែនដើម្បីជួយគាំទ្រដល់កងទ័ពជួរមុខកម្ពុជានិងជនភៀសសិទ្ធិសូមជួយចូលរួមបរិច្ចាគជួយចូលរួមគាំទ្រនិងជួយផ្សព្វផ្សាយសារសម្លេងទៅកាន់ពិភពលោកថាគោលដៅពិតប្រាកដរបស់កម្ពុជាមិនមែនសង្គ្រាមទេអ្វីដែលកម្ពុជាត្រូវការនិងត្រូវការបំផុតសម្រាប់ប្រជាជាតិគឺសន្តិភាព